một ly lịch ná nếu như mau coi video bạn con vuiในการធ្វើគ្រប់នឹង permission តលេងទៅរៀងលឺទីគ្រប់ទៅមុនដំបូងយើងធ្វើការចូលទៅកាន់ ISA សិនការ login នៅ ISA តើមកយើងធ្វើការបាយនៅ ISA ឈ្មោះរបស់យើងហើយនៅការ add IP address តើមកនេះយើងដាក់ password បញ្ចូលដំបូងយើងadd គ្រប់ user ចំនួន3ដែលមានដូចជា developer UI និង DevOps ទីមួយដើម្បីយើងធ្វើការ create គ្រប់យើងត្រូវប្រើ command មួយដែលមានឈ្មោះថា sudo group add តទៅយើងធ្វើការដាក់នៅឈ្មោះក្រុមរបស់យើងថា developer ហើយ enter password ខុសបាត់ហើយដាក់ផងទៀតធ្វើការ create ក្រុមមួយទៀតដែលឈ្មោះថា UX UI តទៅនេះយើងធ្វើការ create មួយទៀតដែលក្រុមឈ្មោះថា DevOps យើងធ្វើការ list នៅក្រុមរបស់យើងចាំថាវាមានដូចតែយើងបានបង្កើតដែរឬអត់ការ command add slash etc slash group នេះជាក្រុមដែលយើងបាន create ថ្មីមិញមានចំនួន3តទៅទៀតដូចចូលដល់សំណួរទី2យើងធ្វើការមួយធ្វើការដាក់ command នៅ sudo នេះថាវាជា administrator តទៅទៀតយើងធ្វើការ command ទៅពីក្រុមទៅមក DLE ដើម្បី delete អ្នកគ្រប់ DLE មកគ្រប់ delete ទៅវិញខ្ញុំទៅ delete developer ទៅមកទៀតយើងcomment ទៅ check បញ្ជាក់ទៀតថាក្នុងគ្រប់ហ្នឹងវាមានយើងបាន delete ហើយអត់បានឃើញអញ្ចឹងគ្រប់នេះយើងបាន delete រួចហើយបន្តមកទៀតយើងធ្វើការ create នៅដូចចូលដល់សំណួរទី3យើងធ្វើការ create នៅក្រុម developer ថាជាថ្មីបាទយើងធ្វើការ create មក
group developer តទៅទៀតយើងឆែក modify link គ្រប់ហ្នឹងថាវាមានឬអត់ group developer វាបានមកវិញហើយមិនជិតចូលដល់សំណួរទី4យើងធ្វើការបង្កើតនៅឯកសារមួយទៅធ្វើការ user comment កណ្ដាលខ្ញុំថា do touch ដើម្បីប្រើ file ឯកសារតាមឈ្មោះថា refresh ទៀត fix ហើយ đấy dot thì tiếp dot set dot thì tiếp đầu tiênយើងធ្វើការ link នៅ file ទាំងអស់ដើម្បី show នៅ permission ឬក៏គ្រប់ size នឹងកាយរបស់វាធ្វើការ comment នៅ ls/l ដើម្បី show ទាំងអស់បង្ហាញនៅវាជា long text នេះ comment ដែលយើងបានបង្កើតមិញ 1 2 3 ទៅមកទៀតខ្ញុំធ្វើការadd user permission ដើម្បី add ទៅជាក្រុមធ្វើការ sudoមួយ G developerរៀនទៅទីដាក់ user ដែលយើងចូល user A តាមកើត file នេះ add វាទៅជា UI user B ទៀតចុងក្រោយគេខ្ញុំជម្រាបអរuser C បន្តមកទៀតចូលដល់សំណួរទី8យើងធ្វើការកំណត់នៅ permission និងការ access បន្តមកទៀតយើងធ្វើការផ្លាស់ប្ដូរនៅ permission របស់វា permission secret mode 5 7 55
755នៃថាលេខ7នៃថាវាអាច read write ហើយ execute បានហើយលេខ5វាអាច read និង execute ទេលេខ7នេះន័យថាgroup owner លេខ7នេះgroup ហើយលេខ5នេះអានេះgroup មួយនេះវាជា group owner ទៅមកទៀតអានេះជា group អានេះជា another តោះនេះយើងដាក់ឈ្មោះ file របស់យើងនៅក្នុងទាំង3ហ្នឹងset dot tt UI set dot tt ទៀត DevOps set dot tt enter តមកទៀតយើងធ្វើការលេខវាម្ដងទៀតដើម្បីឆែកមើលថាវាបានដូរអត់ដែរមើលត្រង់នេះមើលត្រង់វាបានដូរអស់ហើយនៅ file នេះបានដូរដែរនេះវាអាច read drive បានហើយបន្តមកទៀតយើងធ្វើការកំណត់នៅការ access ចូលម្ដងទៀតកំណត់នៅក្រុមឲ្យវាថាមួយណាទៅក្រុមមួយណា file មួយណាទៅក្រុមមួយណាហើយនឹងការ access មក permission ទៅឲ្យ file ដើម្បីចូល access ដំបូងនេះយើងធ្វើការកំណត់នៅម្ចាស់ក៏ក្រុម add ក្រុមហ្នឹងហើយធ្វើការកំណត់នៅ sudo ch w ន័យថា owner clear ពី developer file developer យើងចូលset tt នេះដោយសារតែយើងដល់ set developer ខុសយើងការកំណត់សាំម្ដងទៀត ch đó thì em bị đái gì cách bay nếu như chi ai sẽ đó kia cái trong đôi cái xuống đeo off sẽ thị cái tâm lý như tôi ca cầm nát nơi permission lại vía như các bạn đủ để thập admin ch mode đã nơi lấy cầm phí số cầm phí 5 0cầm phí này tha group owner យើងអាច read drive បានមកទៀតអានេះជា group យើង
ai edit execute តមកលេខតូននេះមិនអាច access ចូលបានទេគ្រប់ another មិនអាច access ចូលបានទេfile របស់យើងហើយតែ dot ttp ដល់គេ off តែ dot ttp ក្រុមទៀតដល់សំណួរទី9យើងធ្វើការ login ទៅ user ណាមួយដើម្បី access ចូលទៅ file ណាមួយគឺថាយើង add ចូល user user ហើយមកចុះហើយ enter ហើយសាប់មួយទៅខុសមួយហើយយើងអាចចូលទៅកាន់ permission របស់គេទេដោយសារតែ user A ហ្នឹងវានៅលើ developer យើងបាន add ចូល developer ការចូលទៅកាន់ user user C បាន add ទៅកាន់ developer dev off អញ្ចឹងយើងចូលទៅយើង add dev off process t អូខេអញ្ចឹងវាអាចចូលទៅបានហើយរបស់ខ្ញុំមានតែប៉ុណ្ណឹងទូច្រើន